ខ្ញុំនិយាយរឿងនិទានមួយឲ្យស្ដាប់មានក្មេងម្នាក់ណាក្មេងប្រុសម្នាក់នោះគឺទៅរៀនមិត្តភ័ក្តិនៅក្នុងសាលាសិតតែជាកូនអ្នកមានម៉ូតូថ្លៃម៉ូតូទំនើបជិះមានទូរស័ព្ទទំនើបរហូតដល់ iPhone 14 Pro Max ទៅទៀតតែដល់ក្មេងម្នាក់នេះទៅរៀនសាលាជាមួយក្មេងទាំងអស់នោះអត់ឃើញគេសិតតែកូនអ្នកមានហាសប្បាយមានទូរស័ព្ទល្អប្រើដោយខ្លួនឯងជាកូនអ្នកក្រីក្រមានឪពុកម្ដាយជាអ្នកស្រែចម្ការនៅជុំកាត់មិត្តញោមរົບល្ងាចខ្វះព្រឹករោព្រឹកខ្វះល្ងាចថ្ងៃមួយដោយអំណាចចង់បានទូរស័ព្ទ iPhone ប្រើនឹងគេក៏ទៅរំអុកជាមួយនឹងឪពុកម្ដាយនឹងត្អូញត្អែជារៀងរាល់ថ្ងៃដាក់ឪពុកម្ដាយនឹងដល់ពេលសុំម្ដង2ដង3ដងថ្ងៃណាដល់ថ្ងៃសុំទូរស័ព្ទថ្ងៃណាក៏ថ្ងៃសុំទូរស័ព្ទដល់ពេលអញ្ចឹងម្ដាយពិបាកចិត្តឪពុកទៅចំការបាត់អុកដើម្បីទៅរកចំណីមកឲ្យកូនពេលទីហើយទីទៀតមិនបានក៏ចាប់ផ្ដើមជេរម្ដាយជេរឪពុកថាគ្រាន់តែទូរស័ព្ទប៉ុណ្ណឹងពុកម៉ែគ្មានសមត្ថភាពយកឲ្យកូនហើយដល់ពេលគ្មានសមត្ថភាពយកឲ្យកូននឹងតើបង្កើតខ្ញុំមកធ្វើអីឥឡូវខ្ញុំខ្ជិលទៅរៀនខ្ញុំឈប់ទៅរៀនខ្ញុំឈប់ធ្វើអីទាំងអស់ព្រោះគ្រាន់តែទូរស័ព្ទមួយគ្រឿងតម្លៃប៉ុណ្ណឹងយកឲ្យខ្ញុំប្រើមិនបានតើបង្កើតខ្ញុំមកធ្វើអីមុននឹងបង្កើតខ្ញុំមកហេតុអីក៏ពុកនឹងម៉ែមិនរលួយឲ្យបានច្រើនហេតុអីក៏ពុកនឹងម៉ែមិនរកស៊ីឲ្យមានបានសិនចាំបង្កើតខ្ញុំមកខ្ញុំសោកស្ដាយណាស់ដែលខ្ញុំបង្កើតជាមួយតកូលក្របែបនេះបើខ្ញុំដឹងថាខ្ញុំបង្កើតជាមួយនឹងពុកម៉ែក្របែបនេះខ្ញុំមិនបង្កើតជាមួយទេស្ដីឲ្យប៉ាម៉ាក់យ៉ាងនេះយ៉ាងខ្លាំងលោកគ្រូម្នាក់នឹងដល់ពេលបានឮសំឡេងក្មេងមួយថ្ងៃរោរឿងឪពុកម្ដាយឆ្លោះស្ដីថាជេរឪពុកម្ដាយឪពុកម្ដាយដោយអំណាចស្រឡាញ់កូនក៏មិនថាអីដែរបានទាំងវកូនបានតែទឹកភ្នែកតើម៉ែទៅរកលុយណាកូនបើថ្ងៃមួយថ្ងៃណាកូនដឹងទេថាម៉ែខំប្រឹងប្រែងម៉ែតស៊ូក៏ប៉ុន្តែម៉ែចង់ឲ្យកូនបានល្អណាស់ម៉ែចង់បានអ្វីគ្រប់យ៉ាងម៉ែស្រឡាញ់កូនពេញមួយជីវិតកូនគឺជាបេះដូងរបស់ម៉ែកូនគឺជាអ្នកដែលម៉ែស្រឡាញ់បំផុតទៅជីវិតណាបើសិនជាម៉ែអាចលះបង់ជីវិតបានដើម្បីយកទូរស័ព្ទឲ្យកូនបានគឺម៉ែលះបង់ប៉ុន្តែឲ្យម៉ែធ្វើមិនបើរាល់ថ្ងៃនេះយើងគ្រាន់តែបាយហូបក៏គ្មានយើងគ្រាន់តែអីគ្មានតែម៉ែសុខចិត្តអត់ធ្វើមិនឲ្យតែកូនបានទៅរៀនព្រោះចង់ឲ្យកូនមានជីវិតល្អប្រសើរដល់ពេលដែលគ្រូម្នាក់នោះបានលឺដល់ហ្នឹងក៏ហៅក្មេងនេះទៅជួបដល់ពេលជួបហើយលោកគ្រូនោះក៏ប្រាប់ថាក្មួយគឺតែក្មួយឯងចង់បានទូរស័ព្ទមែនបាទលោកពូខ្ញុំចង់បានទូរស័ព្ទអញ្ចឹងបើសិនជាក្មួយចង់បានទូរស័ព្ទក្មួយចង់បានអីក៏បានដែរលឺនឹងមិនមែនធំតែទូរស័ព្ទទេដោយសារតែលោកពូមានមិត្តភក្តិម្នាក់គេនៅសហរដ្ឋអាមេរិកគេនោះគឺជាសេដ្ឋីគេមានកូនប្រុសតែម្នាក់គត់តែអកុសលកូនប្រុសម្នាក់នោះមិនបានដូចក្មួយឯងទេគឺគេពិការអង្គពីកើតមកបាន3ខែគេខ្លាចជាក្មេងពិការទាំងអវយវៈទាំងអីទាំងអស់តែដោយទ្រព្យសម្បត្តិច្រើនគិតថាបើសិនជាគាត់លាឆាកលោកទៅគាត់មិនដឹងថាបានអ្នកណាមកស្នងទ្រព្យសម្បត្តិរបស់គាត់នោះទេចិត្តគាត់ត្រូវការអ្នកណាដែលព្រមដោះដូរជីវិតបើសិនជាក្មួយឯងគិតថាប៉ាម៉ាក់គ្មានតម្លៃប៉ាម៉ាក់មិនល្អឪពុកម្ដាយមិនអាចរកអ្វីឲ្យកូនឯងបានក្មួយឯងបានចេះទៅក្មួយឯងអាចអាត់ដៃនេះដៃទាំងសងខាងនេះដូរជាមួយនឹងកូនសេដ្ឋីនឹងបានទេដៃទាំងពីរគឺ$2 លានព្រមទេក្មួយនឹងក៏គិតភ្លាមក៏ថាអូអត់ព្រមទេពូហើយសួរថាតើខ្ញុំយកលុយ$2 លានមកធ្វើអីបើដៃខ្ញុំប្រើការមិនកើតផងហ្នឹងលេងទូរស័ព្ទកើតផងហ្នឹងទៅខ្ញុំយកមកធ្វើអីអញ្ចឹងក៏បានបើសិនតែក្មួយឯងគិតថាស្រឡាញ់ដៃមួយទុកដៃចោះក្មួយឯងអាចខ្វេះភ្នែកទាំងសងខាងរបស់ក្មួយនេះដោះដូរទៅព្រោះភ្នែកទាំងពីរគឺ$10 លានពេលហ្នឹងក្មួយប្រាប់អត់ទេពូអញ្ចឹងស្មើនឹងខ្ញុំខ្វាក់ភ្នែកហ្នឹងតើខ្ញុំយកលុយ$10 លានមកធ្វើអីបើភ្នែកខ្ញុំខ្វាក់ដដែលហ្នឹងខ្ញុំមិនអាចរស់នៅជាមនុស្សខ្វាក់បានទេអាចទេអត់យកអត់ព្រមណាក្មួយទុកភ្នែកបានប៉ុន្តែក្មួយឯងខ្វេះខួរដូរទៅមានតម្លៃរហូតដល់$10 លានដែរអូអានឹងក៏បានទេពូតើខ្ញុំយកលុយ$10 លានមកធ្វើអីទៀតបើក្នុងខណៈដែលខ្ញុំមិនដឹងខ្យល់អីនៅលើយ៉ាងអូចុះហេតុអីបានជាក្មួយឯងគិតថាប៉ាម៉ាក់បង្កើតក្មួយឯងមកគឺគ្មានតម្លៃឯងដឹងទេថាអីក្មួយឯងទាំងសងខាងមានតម្លៃរហូតដល់$2 លានភ្នែកទាំងគូរបស់ក្មួយឯងមានតម្លៃរហូតដល់$10 លានខួរក្បាលរបស់ក្មួយឯងមួយមានតម្លៃរហូតដល់$10 លានទៀតគ្រាន់តែសរុប3រឿងនេះក្មួយឯងមានលុយរហូតដល់$22 លានហើយ$22 លានអ្នកណានេះឲ្យក្មួយចាណាមើលមិនប៉ាម៉ាក់ក្មួយឯងនេះឲ្យមែនទេ
nâng ác đầm lay này ba mắt đây bằng cật với anh mau cứ biết đầm lay mà ha sao chừng nâng à cho nó cai sao mà tia thằng sangกับพี่ปากกาเตี้ยคือanh cứ mơ tận đầm layประมาณcắt chơi mà chỉ hiên đầm lay mà liên là la với anh prom thế ở tây phu cho mình đây giờ mà thử ấy môi mình đã nước đâmได้ở pok với anh ấy bằng cật với anh mau cứ ôi trấp sầm bắt bọn với anh đấy chỉnh sangกับพี่ปากกาmiếng đầm lay mà ha sao hết ấy với anh mình khơi lại nè cất ôi chơi mà với anh đầm bay ở khuy anh đau trâu tại đau tao múc cất bằng cật đây với anh mau đầm bay với anh cứ bằng cật sao ca bằng việc bằng cật hay là ca đầm bay tao lui cất bằng cật này với mày ôi chơi mơ là với để lo mơ anh na để lo mơ là với để lo à miên phải cho đo khuôn anh đừng dùng công pro sai hết ấy với anh mình chơi mơ kiaนี่บังคับไปเจี๊ยคุยไอ้เด็กซ้อนค้างมาเอาสลับลือrồiเจี๊ยนี่คือสนับเอาไว้เดี๋ยวรอก้มต่อสนับเอาไว้เดี๋ยวเพราะก้มต่อสนับเอาไว้เด็กเรียนไปย่อยสนับเอาไว้เดี๋ยวรอเนี่ยน้าปังเรียนรอกลุ่มนึกรอหยบรอต่อสนับตุกหยบหมดตุกแกครูนายก้มต่อสนับเอาไว้เดี๋ยวมันรอก้มต่อสนับเอาไว้มีนเปลี่ยนไปย่อยสนับเอาไว้เดี๋ยวมีนไปย่อยอ่ะเวิร์ดครูนายเนี่ยนี่ครูเขาบ้างคุยไอ้นี่มาตายอ้อยมาดอมมอเนี่ยดำใบยบหมดกึดเอาใช่ปะกึดเนี่ยเอาใจถ้าเอาไว้รอเอาไว้กรอเอาไว้รีจำรันเอาไว้มันรีจำรันเฮ็ดไอ้ขโมยไอ้มันโยกอะไรนึงมาปราเฮ็ดไอ้ขโมยไอ้แบร์ใหญ่เกินแต่ตู้โทรศัพท์ไอโฟนมวยใบจะเจอพวกเจมาได้ถ้ากดมันรอสำหรับขโมยเป็นหนึ่งขโมยเนี่ยนึกก็จับเดิมนึกคืนรลึกนึกคล้วนไอ้เนี่ยปรึ๊ดน้ำดองกราบสัมเปียลูกครูนึงเฮ้ยก็ตลอดเต้ากราบสัมเปียบาดเจอมาได้นะพวกสม